จุดริบซูពូម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទវិទ្យាខកសុនមានចំណងសុភាមួយទៀតដើម្បីចែកម្លែកបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទអញ្ចឹងចំណងសុខភាពក្នុងថ្ងៃនេះយើងលើកឡើងអំពីគន្លឹះថែទាំសុខភាពបានល្អដែលភាសាអង់គ្លេសហៅថា Tip to get healthy life បាទយ៉ាងនេះនៅពេលបច្ចុប្បន្នហ្នឹងគឺការថែទាំសុខភាពបាទពិតជារឿងសំខាន់សម្រាប់សុខភាពយើងផងដែរបាទក្នុងនោះយើងតែងចង់ដឹងថាតើមានអ្វីខ្លះដែលអាចជួយថែទាំយើងឲ្យបានសុខភាពល្អបាទអញ្ចឹងបើយើងចង់ដឹងទាំងអស់គ្នាតើតើនឹងកលឹះថែទាំសុខភាពបានល្អមានអ្វីខ្លះបាទសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2គឺគន្លឹះថែទាំសុខភាពបានល្អបាទយើងចង់ដឹងថាតើគន្លឹះនោះវាមានអីខ្លះដើម្បីថែទាំសុខភាពយើងបានល្អបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្ដីផ្ដើមសុខភាពគឺជាស្ថានភាពនៃសុខុមាលភាពទាំងផ្លូវកាយផ្លូវចិត្តនិងផ្លូវអារម្មណ៍មិនមែនគ្រាន់តែគ្មានជំងឺនោះទេការរក្សាជីវិតដែលមានសុខភាពល្អគឺជាគោលដៅជាមូលដ្ឋានសម្រាប់សុខុមាលភាពទូទៅរបស់មនុស្សយើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតយើងគិតថាសពថ្ងៃហ្នឹងគឺជាមួយនឹងការកើនឡើងនៃជំងឺរ៉ាំរ៉ៃបាទដូចយើងបានដឹងហើយវាមានជំងឺលើសម្ពាធឈាមបាទជំងឺទឹកនោមផ្អែមបាទជំងឺតម្រងនោមបាទជំងឺសន្លាក់បាទហើយនឹងជំងឺផ្លូវដង្ហើមក៏ដូចជាជំងឺផ្សេងៗទៀតដែលជាប្រភេទជំងឺរ៉ាំរ៉ៃហ្នឹងភាពតានតឹងចិត្តដែលតាក់ទងនឹងជីវិតសម័យទំនើបការប្រកាន់យកនៅទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អបានคล้ายជារឿងសំខាន់ជាងពេលណាទាំងអស់ផងដែរបាទអញ្ចឹងគឺថាតាក់ទងជំងឺរ៉ាំរ៉ៃភាពតានតឹងចិត្តអាហ្នឹងគឺជាបញ្ហាជាឧបសគ្គតែធ្វើឲ្យយើងរស់នៅប្រកបដោយសុខភាពល្អណាស់យោងតាម website reddit.com បានបង្ហាញអំពីគន្លឹះថែទាំសុខភាពឲ្យបានល្អផងដែរបាទអញ្ចឹងយោងតាម website ហ្នឹងគឺថាបានបង្ហាញនៅគន្លឹះសំខាន់អំពីការថែទាំសុខភាពឲ្យបានល្អណាស់បាទអញ្ចឹងយើងមើលបន្តទៅទៀតតទៅនឹងគន្លឹះថែទាំសុខភាពបានល្អតើគន្លឹះថែទាំសុខភាពបានល្អហ្នឹងមានគន្លឹះអ្វីខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលគន្លឹះថែទាំសុខភាពបានល្អទី1គឺត្រូវចេះគ្រប់គ្រងទម្ងន់របស់អ្នកនៅក្នុងកម្រិត BMI ធម្មតាបាទដែល BMI ធម្មតាហ្នឹងគឺចន្លោះពី18បាទទៅដល់25ហ្នឹងអញ្ចឹងបើសិនជាយើងក្រោម18អានោះវាអាចចូលទៅក្នុងកម្រិតមួយស្គមបាទហើយចាប់ពី25ឡើងទៅវាលើគីឡូឬក៏អាចទៅដល់ធាត់ផងដែរយើងមើលតទៅទៀតតើតើកលឹះថែទាំសុខភាពបានល្អទី2គឺយើងត្រូវកំណត់អាហារដែលមិនល្អចំពោះសុខភាពអញ្ចឹងបើយើងដឹងហើយអាហារដែលមិនល្អចំពោះសុខភាពយើងអាចគួរតែជៀសវាងនិងញ៉ាំអាហារដែលមានសុខភាពល្អបាទអញ្ចឹងអាហារដែលមានសុខភាពល្អគឺភាគច្រើនគឺត្រីបន្លែផ្លែឈើនឹងឯងយើងមើលតទៅទៀតទៅនឹងកលឹះថែទាំសុខភាពបានល្អទី3គឺយើងត្រូវលេបថ្នាំវីតាមីនចម្រុះបន្ថែមបាទបើសិនជាយើងមានបញ្ហាកង្វះវីតាមីនបាទដូចជាអូមេហ្គា3ហើយនិងវីតាមីនបន្ថែមផ្សេងទៀតដូចជាកាល់ស្យូមវីតាមីន D ជាដើមបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតងកលឹះថែទាំសុខភាពបានល្អទី4គឺយើងត្រូវផឹកទឹកបាទរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់និងកាត់បន្ថយភេសជ្ជៈដែលមានជាតិស្ករច្រើនបាទនឹងគឺជារឿងមួយសំខាន់ដែរដើម្បីឲ្យយើងបានសុខភាពល្អបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតងកលឹះថែទាំសុខភាពបានល្អទី5គឺយើងត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងធ្វើឲ្យរាងកាយសកម្មចឹងការធ្វើលំហាត់ប្រាណបានទៀងទាត់និងធ្វើឲ្យរាងកាយសកម្មហ្នឹងវាអាចជៀសផុតអំពីជំងឺរ៉ាំរ៉ៃជំងឺមួយចំនួនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកលឹះថែទាំសុខភាពបានល្អទី6គឺយើងត្រូវកាត់បន្ថយពេលវេលានៅលើអេក្រង់
កុំព្យូទ័រនៅលើអេក្រង់ទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិកផ្សេងៗផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកលឹះថែទាំសុខភាពបានល្អទី7គឺយើងត្រូវគេងឲ្យបានលក់ស្រួលនិងគ្រប់គ្រាន់បាទអញ្ចឹងគេឲ្យបានលក់ស្រួលមកថាមានកន្លែងគេងនៅឲ្យមានផាសុកភាពល្អបាទហើយมันមានសម្លេងរំខានបាទហើយគ្រប់គ្រាន់ហ្នឹងគឺយើងគេឲ្យបានគ្រប់ទៅតាមពេលវេលាដែលយើងត្រូវការបាទអញ្ចឹងយើងមើលបន្តទៅទៀតតើទៅកលឹះថែទាំសុខភាពបានល្អទី8គឺចូលកុំពិសាគ្រឿងស្រវឹងបាទជក់បាទថ្នាំជក់ឬក៏ជក់បារីបាទឬក៏គ្រឿងញៀនហើយរក្សាភាពស្ងប់ស្ងាត់បាទចា៎ហ្នឹងគឺយើងណាបារីស្រាសិតតែជាបញ្ហាបំផ្លាញសុខភាពយើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើទៅកលឹះថែទាំសុខភាពបានល្អទី9គឺយើងត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកបាទត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកជាពិសេសនៅពេលដែលមានបញ្ហាថប់អារម្មណ៍និងធ្លាក់ទឹកចិត្តព្រោះហ្នឹងបញ្ហាថប់អារម្មណ៍និងធ្លាក់ទឹកចិត្តហ្នឹងវាអាចធ្វើឲ្យសុខភាពរបស់យើងចាប់ផ្ដើមចុះទ្រុឌទ្រោមផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតុងកលឹះថែទាំសុខភាពបានល្អទី10គឺរក្សាទំនាក់ទំនងល្អនិងរឹងមាំជាមួយមនុស្សដែលមានសុខភាពល្អនៅជុំវិញខ្លួនពីព្រោះយើងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលមានសុខភាពល្អគាត់នឹងណែនាំយើងឲ្យថាញ៉ាំអីដើម្បីបានសុខភាពល្អថែខ្លួនយ៉ាងម៉េចដើម្បីបានសុខភាពល្អបាទហ្នឹងគឺបើយើងរស់នៅឯកាតែឯងអាចសន្លឹកថានៅតែឯងដាច់តែឯងថាវាសុខភាពល្អមិនមែនទេគឺយើងមានការប្រស័យតាក់ទងគ្នាបាទឃើញថាវាបានល្អជាងរស់នៅតែឯងបាទហ្នឹងគឺគន្លឹះសំខាន់ដែលយើងឃើញមានតាក់ទងការថែទាំសុខភាពឲ្យបានល្អហ្នឹងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹងក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទអាចធ្វើការ scan QR code ហ្នឹងទៅដើម្បីចូលទៅក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់ថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំលាអាហារជំងឺតាក់ទងផ្ដាំបន្តពូជឬក៏តាក់ទងជំងឺផ្ដាំទឹកមាត់អាចប្រឹក្សាដល់ថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនិង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនបាទយើងអាចចូលក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដូចអក្សរស្រាប់បាទចុច search ស្វែងទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ